ជំរាបសួរដល់បងប្អូនខ្មែរយើងទាំងអស់គ្នានៅក្នុងសង្គម TikTok ខ្ញុំសូមថ្លែងអំណរគុណដែលបានជូនពរថ្ងៃកំណើតខ្ញុំម្សិលមិញណាចាហើយខ្ញុំគ្រាន់តែចង់ចែករំលែកយោបល់ខ្ញុំខ្លះដែលខ្ញុំមាននៅក្នុងខ្លួនខ្ញុំគឺអារម្មណ៍របស់ខ្ញុំពិតកាលដែលជំនាន់ពលពតដែលអត់អីញ៉ាំមែនតើណាបនព្រះហើយធ្វើមិនឲ្យតែខ្ញុំបានរួចបានមកស្រុកអាមេរិកញ៉ាំបាយជាមួយអំបិលក៏បានដែរសុខចិត្តធ្វើអីក៏ធ្វើដែរមែនពេលមកដល់អាមេរិកធ្វើការហត់ប៉ុន្តែអត់អន់ចិត្តទេអត់អន់ចិត្តរឿងអីថារស់នៅមកស្រួលអត់មានខ្វះមុខខ្វះក្រោយកាលនៅពីក្មេងពិបាកមែនតែនព្រោះមើលកូនផងចាំកូនផងកូននៅតូចអញ្ចឹងហើយធ្វើការអស់កម្លាំងតែពេលកូនធំហើយនៅធ្វើការប៉ុន្តែសบายចិត្តអត់អន់ចិត្តក្នុងខ្លួនទេបើស្ដេស្ងាត់ស្ងៀមនៅផ្ទះពីអ្នកតាហើយនឹងយាយកូនធំអស់ហើយគេ text គេ call ប៉ុន្តែក្នុងអារម្មណ៍គឺសบายមែនតែនចាអរគុណដល់ព្រះនិងទេវតាដែលបានជួយឲ្យខ្ញុំផុតទុក្ខហើយគ្រាន់តែចែករំលែកខ្លះដល់កូនក្មួយថាកិច្ចការអ្វីក៏ដោយយើងហត់យ៉ាងម៉េចក៏ដោយគឺនៅមានថ្ងៃមួយដែលយើងបានផុតទុក្ខណាចាចាំពាក្យអ៊ំណាក្មួយមនុស្សយើងមិនពិបាករហូតទេជួនកាលយើងពិបាកពីក្មេងចាស់ទៅយើងសនុកខ្ញុំធ្វើការហត់មែនតែខ្ញុំសប្បាយចិត្តមែនតែនអត់មានខ្វល់អីព្រួយអីទេគឺដឹងងើបឡើងទៅធ្វើការដឹងថាមានការងារសម្រាប់យើងត្រូវទៅបំពេញកិច្ចចាអរគុណសុខសប្បាយទាំងអស់គ្នា